អូខេសូមស្វាគមន៍បងប្អូនប្រិយមិត្តជាទីរាប់អានបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅ website មួយយកមកចែកជូនដល់បងប្អូនដែលគាត់ឧស្សាហ៍ធ្វើវីដេអូហើយនៅខ្វះចន្លោះរឿងមួយចំនួនដូចជា style អក្សរឬក៏ຂະຫນາດរូបភាពឬក៏ຂະຫນາດអីផ្សេងៗអញ្ចឹងណាអូខេអញ្ចឹងដើម្បីកុំឲ្យវែងឆ្ងាយយើងចូលតែម្ដងទី1បងប្អូនចូល browser ណាអូខេ Google Chrome ហ្នឹងមកហើយយើងចាប់ដើមវាយ website វាតែម្ដងគឺយើងវាយ text អូខេបែបនេះណាបងប្អូន text studio ហើយអូខេមកណា enter មកតមកបងប្អូនយកទីនេះកន្លែងទី2ហ្នឹងណាទី2ក៏បានទី3ក៏បានដូចគ្នាទេយកទី2មកណាអូខេយកហ្នឹងមកអូខេបន្ទាប់ពីយើងយកហើយដើម្បីឲ្យយើងអាច design បានអញ្ចឹងemail ដែលយើងកំពុងឲ្យជាប់ក្នុងទូរស័ព្ទដៃយើងអាចlogin វាចូលណា login វាហើយកុំឲ្យបាក់អូខេយើង login វាហើយទៅណាបើមិនអញ្ចឹងទេវាមានផលវិបាកខ្លះអញ្ចឹងណាប៉ុន្តែបើយើងមានអាហ្នឹងគឺពេញលេញតែម្ដងឲ្យតែមាន email អូខេឥឡូវខ្ញុំចូល email ខ្ញុំណាអូខេសូមចាំតិចបងអញ្ចឹងខ្ញុំសូមបង្ហាញបងប្អូនពី cover មួយចំនួនណាតាក់ទងទៅនឹង cover Facebook ឬក៏ thumbnail របស់ YouTube អីចឹងណាអញ្ចឹងបងប្អូនអាចចូលនៅកន្លែងនេះ studio នេះមកណាអូខេចូលនឹងមកអូខេសូមចាំតិចណាអញ្ចឹងយើងអាចរើសមើលបងប្អូននេះមានច្រើនណាអូខេមានច្រើនទី1ដូចជាណែ Facebook post បងប្អូនមិនដឹងថាຂະຫນາດប៉ុណ្ណាប៉ុណ្ណីយើងជាដាក់ស្មានអញ្ចឹងវាពិបាកអញ្ចឹងយើងអាចចូលមកកន្លែងហ្នឹងក៏បានណា thumbnail របស់ YouTube ហ្នឹងណា thumbnail មានន័យថានៅពេលដែលបងប្អូនផុសវីដេអូអីមួយយើងអាចបង្កើតទៅជាគេហៅថា thumbnail ដើម្បីឲ្យវាមានភាពតាក់ទាញឲ្យអ្នកទស្សនាហ្នឹងមើលឃើញហ្នឹងវីដេអូហ្នឹងប្រហែលជាល្អចេះមួយចេះពីរណាយើងតាក់តែងជារូបភាពឬក៏ជាអក្សរអីផ្សេងៗអញ្ចឹងណាហ្នឹងហើយពពួក thumbnail អូខេហើយនៅក្នុងហ្នឹងក៏យើងអាចប្រើជាលក្ខណៈនេះពេលបងប្អូនដាក់ YouTube យើងមិនមានជាលក្ខណៈដូច profile អញ្ចឹងហ្នឹងណាបងប្អូនហ្នឹងហើយតែ cover របស់វាហ្នឹងហើយដោយ Facebook យើងមានពីរកន្លែងដូចគ្នាអញ្ចឹងមានរូបតូចមួយហើយនឹងមួយទៀត cover អញ្ចឹងណាដូចគ្នាអញ្ចឹងអូខេហើយអញ្ចឹងពេលយើងបងប្អូនចង់ចូល design បែបមួយណានេះរបស់ Facebook បង cover Facebook ណាអូខេឥឡូវយើងឧទាហរណ៍ថាយើងចង់បាន cover ណាចង់បាន cover Facebook ជាងអាចចូលវាចឹង cover Facebook យើងគឺវាមានຂະຫນາດរបស់វាទូចទេបងប្អូនឃើញអត់អញ្ចឹងយើងចាប់ដើមចូលមកដើម្បីយក tool ផ្សេងមកប្រើយើងចូល element បងប្អូនណាចូល element មកអូខេអញ្ចឹងនៅក្នុង element នេះវាមានច្រើនណា category វាមានច្រើនបងប្អូនអាចយកជាប្រភេទ shape អីផ្សេងបែបយ៉ាងម៉េចគឺ setting យើងចង់បងប្អូនសម្បីពណ៌ក៏យើងអាចដូរបានអញ្ចឹងណាហ្នឹងហើយមិនមែនមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំមកគំរូជាឧទាហរណ៍មួយណាឧទាហរណ៍យើងចង់បានអានេះមកយើងចូល graphic object នេះវិញអូខេមានច្រើនដែរណាឧទាហរណ៍យើងចង់បានរបៀបនេះចឹងណាយើងចុចលើវាបងប្អូនតមកបងប្អូនប្រិចវាឲ្យធំបើប៉ុន cover របស់យើងហ្នឹងណាប្រិចវាធំមកអូខេវាទៅណាក៏ទៅឲ្យទៅធំប៉ុណ្ណឹងមកណាអូខេប៉ុណ្ណេះមកបន្ទាប់ពីបានហើយបើសិនជាបងប្អូនថាឥឡូវយើងចង់ថែមថយអីផ្សេងទៀតក៏យើងថែមទៅឧទាហរណ៍ដាក់ចុះដាក់មួយទៀតទៅអូខេអាចដាក់នៅផ្នែកណាឬក៏ទាញវាឲ្យវែងអញ្ចឹងណាអូខេដាក់អញ្ចឹងបងហ្នឹងហើយឧទាហរណ៍យើង design បែបអញ្ចេះអញ្ចឹងណាអូខេហើយបើសិនជាយើងគិតថានៅខ្វះចន្លោះរូបភាពអញ្ចឹងបងប្អូនអាច upload រូបភាពរបស់យើងចូលមកកន្លែងហ្នឹងមកយក upload របៀបម៉េចណានេះមានកន្លែង upload បងប្អូនណាចុចតែហ្នឹងមកយើងមានយើងអាច upload បានហើយរូបភាពហ្នឹងណារូបភាពអីក៏ដោយជាមួយរូបភាពដែលយើងច្នៃពីអក្សរទៅក៏បានដែរអញ្ចឹងបងប្អូនហ្នឹងហើយឥឡូវខ្ញុំគិតថាខ្ញុំមិនចាំ upload ទេបងប្អូនអាច upload ខ្លួនឯងអញ្ចឹងណា
អូខេបន្ទាប់ពីយើងធ្វើបានបែបនេះយើងចង់ដាក់អក្សរអញ្ចឹងណាចង់ដាក់អក្សរយើងអាចចូលកន្លែងអក្សរ A នេះមកណាហើយបងប្អូនចង់បាន style អក្សររបៀបម៉េចកុំយកអាណាដែលមានក្រោននេះមានមកុដនេះកុំយកមានន័យថាអាហ្នឹងវាគិតលុយអញ្ចឹងណាអញ្ចឹងយើងមើលម៉ូដផ្សេងទៀតមានច្រើនណាឧទាហរណ៍ថាយើងយកអាណាមួយអាណាវាស៊ីទៅនឹងអានេះយកអាពណ៌នេះចឹងណាអូខេអញ្ចឹងយើងអាចយកពណ៌ហ្នឹងយើងអាចដាក់ល្មិចក៏បានដែរនេះវាទៅតាមជាក់ស្ដែងណាបងប្អូន YouTube ហ្នឹងចង់និយាយ Facebook ហ្នឹងចង់និយាយពីស្អីយើងអាចដាក់តាមហ្នឹងទៅណាហើយយើងកែវាមកណាកែអក្សរដាក់ឲ្យត្រូវតាមរឿងរ៉ាវរបស់យើងមកណាហើយ font អក្សរក៏មានដែរបងប្អូនអាចដាក់ដូរ font ផ្សេងក៏បានដែរភាសាខ្មែរគឺទៅសេទៅវាមិនចេញ style ច្បាស់លាស់អញ្ចឹងទេគាត់អាចទៅសេបានអញ្ចឹងណាអូខេបើយើងសរសេរអង់គ្លេសគឺ100%វាស្គាល់តែម្ដងគឺវាពេញលេញណា style អាម៉េចគឺវាចេញអញ្ចឹងណាបងប្អូនប៉ុន្តែបើខ្មែរវាចេញដែរគ្រាន់តែ style ហ្នឹងវាមិនចេញពេញលេញ100%ទេតែអាចយកជាការបានហើយណាអូខេឥឡូវឧទាហរណ៍ខ្ញុំទៅសេហើយខ្ញុំអត់ធ្វើអីទៀតទេយើងចង់ដាក់ logo អីទៀតអត់ឧទាហរណ៍ថាយើងមាន logo ធម្មតាបើយើង upload ហើយ logo ក៏ដោយរូបភាពក៏ដោយវានៅកន្លែងហ្នឹងបងប្អូនណានៅកន្លែងហ្នឹងហ្នឹងបើករណីយើង upload ហើយនេះចូលដល់ upload ហ្នឹងមកណាអូខេ file វាអាចបាន3ប្រភេទណាបងប្អូនមាន PNG JPG ហើយនិង SVG អញ្ចឹងណាហ្នឹងហើយបើយើងមិនទាន់មានទេយើង upload តែម្ដងទៅបើមានហើយក៏ដាក់ទៅណាមិនហើយបើខ្វះទៀតឧមាថាយើងនៅខ្វះរឿងមួយចំនួនទៀតឧមាថាយើងចូល element ទៀតបងចង់បាន style បន្ថែមទៅលើអា cover របស់យើងណាដល់ឧទាហរណ៍ថាកុំឲ្យវែងឆ្ងាយយើងឲ្យប៉ុណ្ណឹងឧទាហរណ៍ហើយយើង download តែម្ដងតមកទៀតបងប្អូនមិនធ្វើអីទេយើងយកនេះវា tick ឲ្យ file PNG ស្រាប់ហើយអញ្ចឹងទោះបីជាយើងយក JPG ក៏ដូចតែគ្នាដែរវាមិនដាច់ទៅណាដែរ background វាជាប់តែប៉ុណ្្នឹងឯងអញ្ចឹងយើងយក download មកណាអូខេលឿនណាស់ហើយណាប៉ុណ្ណេះបងប្អូនណាប៉ុណ្ណេះហើយណាឃើញអត់នេះប៉ុណ្ណឹងយើងអាច upload ចូលក្នុង cover របស់យើងបានហើយបងប្អូនណាអូខេបន្ទាប់ពីយើងធ្វើអាហ្នឹងហើយយើងដាក់ profile ទៀតមក Facebook យើងមកអេមមកហើយអញ្ចឹងណាអូខេហើយសូមបញ្ជាក់បងប្អូនអក្សរតែកាលណាយើង design អញ្ចឹងយើងយកមកដាក់ទោះបីយើងឃើញមាន background ក៏វាអត់ជាប់ដែរអញ្ចឹងណាអត់ជាប់ទេបងប្អូនអូខេឥឡូវយើងថយទៅវិញចុះឧទាហរណ៍យើងទៅកន្លែងមួយទៀតគឺតាក់ទង style អីផ្សេងណាបងប្អូនឲ្យរៀងវែងតិចចុះដើម្បីឲ្យមកវីដេអូនេះបងប្អូនអាចធ្វើបានទាំងអស់ទាំងការ design cover ឬក៏ profile ឬក៏ thumbnail អីជាដើមណាហើយយើងចូលមួយទៀតគឺតាក់ទង font អក្សរអូខេ font អក្សរឧទាហរណ៍ថាយើងមើលគំរូរបស់គេយើងចង់បានគំរូនៅក្រៅស្រាប់នេះឧទាហរណ៍យើងចង់បែបម៉េចណាបងប្អូនណាណាហើយមានច្រើនបងប្អូនមិនមែនមានប៉ុណ្្នឹងឯងឧទាហរណ៍ថាយើងចង់បានមើលអាណាមួយឲ្យឡូយវិញមើលអូខេយើងយកនេះចោះណាឧទាហរណ៍អញ្ចឹងយើងចុចលើវាមួយមកហ្នឹងហើយយើងចាប់ដើមបងប្អូនតនេះជាកន្លែងពិសេសមួយឧទាហរណ៍តនេះយើងចង់ដាក់ថា welcome អីចឹងណាយើងដាក់ welcome អញ្ចឹងយើងវាយ welcome មកដូចខ្ញុំបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងបើយើងយកអង់គ្លេសគឺ font ល្មិច style ហ្មិចគឺវាចេញអញ្ចឹងបើខ្មែរវារៀងស្ទើរទៀតយើងដាក់ font អីក៏វាអត់ទៅតាម style font ហ្នឹងដែរនៅតែខ្មែរដដែលអញ្ចឹងណាអូខេប៉ុន្តែវាស្គាល់ជើងស្គាល់ដៃយ៉ាងដែរហើយបន្ទាប់ពីបងប្អូនសរសេរអញ្ចឹងហើយយើងចង់ឲ្យមានចលនាអត់អញ្ចឹងណាសូមបញ្ជាក់ថានៅទី1កន្លែង style នេះយើងអាចប្រើ style នេះ style ដែលគេមានស្រាប់ឲ្យយើងទៅចេញពណ៌បែបនេះណាបងប្អូនមើលណា gradient របស់វាគឺមានពណ៌ខៀវចាស់ហើយនឹងស្រាលអញ្ចឹងមកអូខេហើយវាមានពពួក outline នេះបងប្អូនណា gradient វាមាន outline នៅក្នុងរឿងនេះខ្ញុំបានបញ្យល់ប្រាប់ភាសាគ្រាន់ថាពីមុនវាអត់មាន microphone និយាយឲ្យច្បាស់អញ្ចឹងវាពិបាកនិយាយប្រាប់អញ្ចឹងណាហើយបងប្អូនអាចដូរពណ៌វាទៅណាដូរពណ៌ទៅវានឹងទៅពណ៌អីផ្សេងក៏ថែមវាចាស់បន្តិចក៏បានដែរមួយទៀតបងប្អូនចង់យក icon មកដាក់ហូម៉ាយើងចង់បាន icon បែបបបោមាត់អញ្ចឹងឬក៏បែប YouTube អីចឹងណាអូខេដាក់ icon វាមកហ្នឹងហើយហើយការកំណត់ icon នេះវាមានឆ្វេងមានស្ដាំបងប្អូននេះណាបងប្អូនចង់បានលើវា
ខាងស្ដាំឬក៏នៅខាងក្រោមឬក៏នៅកណ្ដាលបងប្អូនមើលតាមអក្សររបៀបអញ្ចឹងណាអូខេហើយបើយើងដាក់ខាងស្ដាំចុចខាងស្ដាំមកនៅស្ដាំអញ្ចឹងហ្នឹងណាហើយបើចង់នៅខាងលើក៏យើងយកtop ទៅវានៅខាងលើអញ្ចឹងបងប្អូនណាអូខេហើយមួយទៀតយើងចង់ដាក់ពណ៌ឲ្យវាបែបម៉េចអានេះវាមាន background វាហើយ background វាពណ៌ខៀវចាស់តែពណ៌បែបទឹកប៊ិចអញ្ចឹងមានហើយបងប្អូនថាមិនស្រឡាញ់ទេចង់បានផ្សេងវិញយើងអាចរើសបានចេះបងប្អូនឃើញអត់អូខេឥឡូវយើងយក background ម៉ែអញ្ចឹងចាស់ហ្នឹងហើយ background នេះយើងចង់កែអីផ្សេងបានទៀតអ្នកទាំងអស់គ្នាណាแล้วទៅមួយទៀតអក្សរនេះហើយនឹង icon នេះបងប្អូនចង់បានចលនាអត់បើចង់បានបងប្អូនអាចរើសមួយឧទាហរណ៍ថាយើងចង់បានឲ្យវា load បែបដូចបេះដូងដូចដង្ហើមយើងណានេះត្រូវទៅណាតែអ្នកមានត្រូវផងតាមពិតទាំងអស់ហ្នឹងមានគ្រប់ទាំងអស់នេះឧទាហរណ៍យើងយក blink ណាយក blink អូខេវានឹង load plate អញ្ចឹងបងប្អូនណាហ្នឹងហើយអាចកំណត់វិនាទីវាបាននេះយើងកំណត់រយៈពេលនៃការ load ហ្នឹងប្រហែលយើងអាចកំណត់បានអញ្ចឹងអូខេហើយបន្ទាប់មកយើងចាប់ដើមចូលទៅ download តែម្ដងអញ្ចឹងសូមបញ្ជាក់បងប្អូនបើសិនជាបងប្អូនsave វា download វាជា file អូ file នេះវាមានបញ្ហាខ្លះចាំតិចកាលពីមុនវាអត់មានដាក់ហ្នឹងណាអូខេឥឡូវយើងឧទាហរណ៍ថាបងប្អូនមិញយើងយក file វាមានលក្ខណៈចលនាអញ្ចឹងយើងត្រូវយក file GIF នេះបានវារក្សាចលនាឲ្យយើងបានអញ្ចឹងណាអូខេយកជា file អញ្ចឹងមកណាបើសិនជាយើងមិនយកអាហ្នឹងទេគឺចលនាវាបាត់អស់ហើយគ្មានទេអញ្ចឹងណាអានេះមានចលនាអូខេយើងមើលណាមានចលនាហើយចុចទៅវាមកអូខេសូមចាំតិចបងប្អូនយើងតេស្តមើលកុំឲ្យបបាក់ញញ៉ៃច្រើនអូខេឃើញអត់ការដែលយើងកំណត់ចលនាមិញគឺវានៅជាប់រហូតចឹងមកពេលបងប្អូនចង់យកទៅផុសក្នុង Facebook អីបន្តិចអីអាចធ្វើបានអញ្ចឹងមកស្អាតតែម្ដងអញ្ចឹងបងប្អូនគឺវារចនាគឺស្អាតមែនតើមិនថា background ឬអក្សរអីទេគឺថាស្អាតណាស់បងប្អូនណាឥឡូវមួយទៀតខ្ញុំចង់ទៅដូរវាដូរ file animation វិញយើងអត់យកអញ្ចឹងណាយើងអត់យក animation ទេយើងយក none វិញណាចឹងយើងចង់ download ជា file JPG ឬក៏ PNG វិញអូខេឃើញអត់បងប្អូននេះយើងអាចយកជា PNG ឬក៏ JPG បានដូចគ្នាដោយសារតែ PNG នេះវានៅជាប់ background ដដែលទេព្រោះយើង design វាមាន background មានអីវាមិនដាច់ទេវាអត់មានតែអក្សរតទេនឹង icon ហ្នឹងទេដោយសារតែយើង design វាមាន background មានអីចឹងណាអញ្ចឹងវាជាប់ទាំងអស់ហើយទោះបងប្អូនយកជា file PNG ឬក៏ JPG គឺដូចតែគ្នាហ្នឹងប៉ុន្តែខុសតែកន្ទុយ file ហើយមួយទៀតវាអាចទៅជានេះលក្ខណៈ PSD PDF ហ្នឹងក៏បានដែរអញ្ចឹងណាបងប្អូនគឺមានច្រើនឥឡូវនេះវាឲ្យបានច្រើនអូខេឥឡូវយើងយកជា PNG តែម្ដងណាបងប្អូនអាចតេស្តម្ដងមួយបងប្អូនអូខេអញ្ចឹងយើងសាកល្បង download ហ្នឹងទៅណាម្ដងនេះវាលែងមានចលនាដូចមិញហ៎បងប្អូនណាអូខេមានតែស្ងៀមតែម្ដងអញ្ចឹងបងប្អូនណាចឹងសង្ឃឹមថាវីដេអូនេះនឹងមានជាប្រយោជន៍ដល់បងប្អូនណាតែបានទស្សនាវាអាចបានទាំង design បានទាំង mode អក្សរប្លែកច្រើនស្អាតបងប្អូនគ្រាន់តែចូលទូរស័ព្ទដៃឲ្យវាយតិច studio មកហើយយើងបើកជាមួយ email របស់យើងណាយើងអាចប្រើបានច្រើនប្រភេទបើយើងអត់ login email យើងទេមិនបើកជាមួយ email យើងទេយើងប្រើបានមួយផ្នែកខ្លះអត់ខ្លះអញ្ចឹងណាបងប្អូនប៉ុន្តែខ្ញុំអត់និយាយដល់រូបភាពឬក៏អក្សរណាដែលមានរូបសញ្ញា ground ទេប្រកបទេយើងចង់និយាយធម្មតាអញ្ចឹងណាបងប្អូនណាហ្នឹងហើយបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច follow ឬក៏ like share ផងបងណាអូខេសូមអរគុណច្រើនបាទសូមបងប្អូនមានសេចក្តីសុខណាអូខេអរគុណច្រើន